ពេលនេះពួកយើងបានធ្វើពិធីរៀបការព្រលឹងសំណាងជាមួយនាងហើយដូច្នោះនាងត្រូវតែដោះលែងព្រលឹងសំណាងឲ្យគ្នាមានសេរីភាពផងទៅដូចជាអត់តន់ឃើញញោមសំណាងងត់អត់ទីនេះទេព្រលឹងវាត្រូវគេឃុំនៅកន្លែងដែលវាស្លាប់គេមិនអោយព្រលឹងវាចេញមកវិញបានទេពួកឯងទាំងគ្រួសារនេះត្រូវប្រយ័ត្នឲ្យមែនតើខ្លាំងណាស់ដឹកអើសំណាងអើយសំណាងកូនមិនបានជាឯងបន្លំខ្លួនធ្វើជាអាណាឯងចង់បានអីត្រូវតែរៀបការអញជាមួយវាបានបើមិនចង់ទេអញនឹងកាច់ឲ្យងាប់ម្ដងម្នាក់ចេញទៅកុំនៅមកយ៉ាពួកមានពួកគេនៅទីនេះធ្វើស្អី